ជំរាបសួរប្រិមិត្តមនុស្សម្នាជាច្រើនផ្អើលភ្លុកទឹកភ្លុកដីមកមើលសាកសពត្រីបាឡែនយ៉ាក់ឬរោមខ្ញាក់ប្រទះឃើញសាកសពត្រីបាឡែនយ៉ាក់ប្រវែងជាង10ម៉ែត្រទម្ងន់រហូតដល់10តោនក្រុមអ្នកជំនាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានប្រទះឃើញសាកសពត្រីបាឡែនដ៏ធំមួយក្បាលដែលស្ថិតនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនដែលមានចម្ងាយប្រមាណជាង15ម៉ែត្រពីមាត់សមុទ្រសាកសពត្រីបាឡែនដែលបានប្រទះឃើញបើយោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស Daily Mail បានចុះផ្សាយកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2021កន្លងទៅនេះបានឲ្យដឹងថាក្រុមអ្នកជំនាញប្រេស៊ីលគឺមានការភ្ញាក់ផ្អើលនិងងឿឆ្ងល់យ៉ាងខ្លាំងជុំវិញពាក់ព័ន្ធទៅនឹងសាកសពត្រីបាឡែនមួយក្បាលនេះដែលមានប្រវែងខ្លួនរហូតដល់36ហ្វីតឬជាង10ម៉ែត្រទម្ងន់របស់វារហូតដល់10តោនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះនៅលើកោះរ៉ាម៉ាជូនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនដោយពុំយល់ថាត្រីបាឡែនដ៏ធំមួយក្បាលនេះអាចមកទៅបានឆ្ងាយពីមាត់ទឹកក្នុងតំបន់នៃព្រៃស្តុកបានដោយរបៀបណានោះទេពួកគេមានការងឿឆ្ងល់យ៉ាងខ្លាំងហេតុអ្វីក៏ត្រីបាឡែនដ៏ធំមួយក្បាលនេះមកទីនេះបានដោយរបៀបណាម្យ៉ាងវាថែមទាំងនៅឆ្ងាយពីព្រំដែនជម្រករបស់វារហូតដល់រាប់គីឡូឯណោះស្របពេលដែលអ្នកវិទ្យាសាស្ត្របានជឿជាក់ថាវាអាចបណ្ដាលមកពីបាតុភូតទឹកសមុទ្រចូលរនាចឬទឹកជំនន់បក់បោកខ្លាំងទើបបណ្ដាលឲ្យថនិកសត្វមួយក្បាលនេះរសាត់អណ្ដែតមកទៅក្នុងតំបន់ព្រៃក្រាស់ងាប់យ៉ាងសង្វេគដូច្នេះទាំងអស់នេះគឺជារឿងរ៉ាវពាក់ព័ន្ធទៅនឹងត្រីបាឡែនយ៉ាក់ដែលមានទម្ងន់រហូតដល់10តោនដែលបានងាប់នៅលើកោះម៉ារ៉ាជូយ៉ាងកណ្ដោយកណ្ដែងដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងនាំគ្នាទៅមើលសត្វត្រីបាឡែនយ៉ាក់មួយក្បាលនេះអរគុណណាស់សម្រាប់ការចូលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមចុចពាក្យថា Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូប្លែកៗថ្មីៗជាបន្តបន្ទាប់អរគុណជួបគ្នានៅវីដេអូក្រោយ